អ្នកទាំងអស់គ្នាដឹងអត់ថាមូលហេតុអីបានខ្ញុំមិនសូវសូទំនាក់ទំនងពួកខ្ញុំនៅលើបណ្ដាញសង្គមហេតុអីបានជាគូរបស់ខ្ញុំអត់អាចធ្វើបានដូចជាគូរបស់គេទូទៅដែលគេតែងតែបង្ហោះភាពស្និទ្ធស្នាលឲ្យអ្នកទាំងអស់គ្នាឃើញចូលពីទំនាក់ទំនងពួកគេនៅលើបណ្ដាញសង្គមច្រើនមិនថាសំដែងមិនថាការប៉ັດគេធ្វើបានគ្រប់គ្នាហេតុអីបានពួកខ្ញុំធ្វើអត់បានពួកខ្ញុំដឹងថាទំនាក់ទំនងពួកយើងនៅមានមនុស្សជាច្រើនដែលគេតែងតែរើសអើងដែលគេតែងតែជន់ដែលគេតែងតែសើចចំអកដែលគេតែងតែនិយាយមកកាន់យើងចាំមើលបណ្ណាំយើងរហូតនៅពេលដែលយើងផុសល្អស្រាប់តែថ្ងៃណាមួយយើងឆ្លោះគ្នាយើងអត់ល្អជាមួយគ្នាគឺគេចាំតែជន់យើងហើយនិយាយថាវាគ្មានបានប្រហែលទេមួយឆែតាមអារម្មណ៍តាមចិត្តចង់មកផ្លែខ្ញុំតែងតែនិយាយដដែលថាថ្ងៃមុខថ្ងៃអនាគតគឺយើងមើលអត់ឃើញទេមិនថាខ្ញុំមិនថាបងប្អូនទាំងអស់គ្នាដែលកំពុងតែមើលនឹងទេថ្ងៃមុខមានរឿងអីកើតឡើងគឺយើងមើលអត់ឃើញទាំងអស់គ្នាយើងអត់អាចទាយទុកមុនថាយើងស្រឡាញ់គ្នាប៉ុណ្ណានៅជាមួយគ្នាដល់ប៉ុណ្ណាគឺយើងមើលអត់ឃើញទេចឹងហើយបានខ្ញុំនិយាយថាមិនបាច់ទៅគិតដល់ថ្ងៃមុខច្រើនពេកទេធម្មតានៅជាមួយគ្នាបានប៉ុណ្ណាយកប៉ុណ្ណឹងឲ្យតែល្អជាមួយគ្នារហូតទៅកន្លងពី3ថ្ងៃហ្នឹងទៅនៅពេលដែលខ្ញុំផុសវីដេអូហើយហ្នឹងគឺខ្ញុំបានឃើញខាងเพจព័ត៌មានគឺគាត់យកទៅផុសបន្តគាត់រៀបរាប់ពីរឿងរបស់ខ្ញុំអញ្ចឹងទៅព្រោះថាខ្ញុំបានឃើញមកខមមិនអកតេមួយចំនួនមនុស្សរើសអើងមួយចំនួនគឺនៅតែមានអញ្ចឹងហើយមូលហេតុហ្នឹងហើយបានខ្ញុំអត់សូវចេញវីដេអូអីនិយាយច្រើនជាមួយគ្នាដោយសារតែខ្ញុំអត់ចូលចិត្តនៅពេលដែលគេយកទៅបង្ហោះតគេនិយាយពីយើងធម្មតាប៉ុណ្ណេះតែគឺមនុស្សអវិជ្ជមានអស់ហ្នឹងគឺគាត់ចាប់ផ្ដើមចេញមកហើយមិនដឹងថាមកពីណាពីណីខ្លះទេបងប្អូនជួយគិតខ្ញុំតិចមើលខ្ញុំទៅធ្វើអីគេខុសដាក់ពួកខ្ញុំប៉ះពាល់អីឆ្នាំងបាយគាត់គ្រូសាគាត់ហេតុអីបានគាត់ឈឺឆ្អាលរឿងខ្ញុំមុំសំដីអកតេអត់មាយាទរើសអើងគេដល់ថ្នាក់ហ្នឹងកោតតែចេះនិយាយចេញមករួចមនុស្សរាល់ថ្ងៃគេខំដើម្បីរលុយបំពេញក្តីសុខឲ្យខ្លួនឯងគេចង់ធ្វើអីក៏បានដែរបើសិនជាការខិតខំធ្វើការងាររាល់ថ្ងៃហ្នឹងណាដើម្បីបំពេញក្តីសុខលើមាត់គេខ្ញុំត្រូវខំប្រឹងដើម្បីអីទៀតបើខ្ញុំគ្មានសិទ្ធទាំងសម្រាប់ចិត្តខ្លួនឯងផងហ្នឹងមិនមកហ្នឹងអត់ដឹងថាឆ្លងកាត់គូក្បាលអត់ទេឬក៏គាត់អត់មានគូក្បាលក្នុងការគិតទេថានិយាយមកហ្នឹងប៉ះពាល់ដល់គេអត់ចឹងបានខ្ញុំមិនចូលចិត្តផុសពីតំណែងពួកខ្ញុំជាមួយគ្នាដោយសារតែអីទៅពេលដែលខ្ញុំផុសទៅគឺសារព័ត៌មានគឺគាត់តែងតែយកទៅផុសតហើយមនុស្សអកតេអស់ហ្នឹងគឺតែងតែចូលមកខមមិនពាក្យឈួតលីលាអស់ហ្នឹងមកហើយភាគច្រើនគឺសុទ្ធតែជាមនុស្សប្រុសនិយាយស្មោះត្រង់ហ្មងគឺខ្ញុំអត់ចង់ឲ្យបងខាងសារព័ត៌មានគាត់យកវីដេអូរូបភាពខ្ញុំទៅបង្ហោះតទេព្រោះចេញព័ត៌មានតាក់ទងពីរឿងរបស់ខ្ញុំតំណែងគ្នាហ្នឹងទៅគឺមានតែមនុស្សប្រុសអកតេមួយចំនួនចេញមុខមកក្តៅកាហាយទេអត់មានផលប្រយោជន៍អីបានមកវិញទេថ្ងៃបើសិនជាខ្ញុំអត់មានការងារអីនៅលើបណ្ដាញសង្គមហ្នឹងទេគឺខ្ញុំអត់ចេញមុខទេខ្ញុំចង់នៅរស់នៅដោយភាពស្ងប់ស្ងាត់បើខ្ញុំអត់មានការងារចាំបាច់ធ្វើប្រហោះប្រហើអីហ្នឹងទេគឺខ្ញុំអត់បញ្ចេញមុខទេអីបានខ្ញុំមានជីវិតមួយដូចគេដូចឯងដែរប៉ុន្តែខ្ញុំមានសិទ្ធិជ្រើសរើសអីដែលខ្លួនឯងចង់បានអីដែលខ្លួនឯងស្រឡាញ់ធ្វើតាមចិត្តធ្វើតាមបេះដូងខ្លួនឯងអត់បានខ្ញុំសួរថាហេតុអីលេចមើលជុំវិញខ្លួនផងសង្គមគេដើរដល់ណាហើយតើនៅចាស់កំរិលដល់ណាទៀតជីវិតគេស្រឡាញ់អ្នកណាមានក្តីសុខគេចង់បានអ្នកណាឲ្យគេយកអ្នកហ្នឹងទៅកុំចេះដឹងរឿងជីវិតគេច្រើនពេកឆ្នាំងបាយគេទេរឿងគ្រួសារគេទេអ្នកផ្ទះគេទេកុំឈឺឆ្អាលរឿងគេខ្លាំងពេកកុំឈឺឆ្អាលរឿងខ្ញុំច្រើនពេកប្រយ័ត្នតែថ្ងៃណាមួយរឿងអស់ហ្នឹងកើតទៅដល់លើគ្រួសារអ្នកជួម្ចាស់ account ពីរអ្នកហ្នឹងដែលខមមិនអកតេមកលើខ្ញុំបើខ្លួនឯងមិនទាន់ងើបពីដងទេចូលទៅដេកវិញទៅបងកុំងើបមកវិញប្រយ័ត្នតែងើបមកវិញហ្នឹងប៉ះពាល់ដល់បងប្អូនគ្រួសារអ្នកឈឺចាប់ដល់ឈួតចាំថាពួកខ្ញុំនិងបងប្អូនផ្សេងទៀតដែលគាត់មានតំណែងដូចពួកខ្ញុំអត់ដែលបានទៅធ្វើស្អីដល់ប៉ះពាល់ដល់គ្រួសារអ្នកឯងទេ